ចាប់ខ្លួនមន្ត្រីនគរបាលម្នាក់ក្រោយដកកំភ្លើងភ្ជង់គំរាមប្រពន្ធរបស់គេឲ្យដោះសម្លៀកបំពាក់រួចចាប់រំលោភរហូតបានសម្រេចជនសង្ស័យម្នាក់ដែលជាមន្ត្រីនគរបាលត្រូវបានសមត្ថកិច្ចប៉ុស្តិ៍គូករកាដេញតាមចាប់ខ្លួនក្រោយពីជនរូបនេះបានធ្វើសកម្មភាពដកកំភ្លើងភ្ជង់នារីរងគ្រោះឲ្យដោះសម្លៀកបំពាក់រួចចាប់រំលោភរហូតបានសម្រេចហើយព្យាយាមរត់គេចខ្លួនតែត្រូវបានជនរងគ្រោះនិងសមត្ថកិច្ចប្រើល្បិចធ្វើជាណាត់ជួបដើម្បីចាប់ខ្លួនតែម្ដងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា 10:20 នាទីថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2020 នៅចំណុចវិមានឈ្នះភូមិគប់ស្រូវតូចសង្កាត់គោរកាខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញសមត្ថកិច្ចបានដឹងថាជនសង្ស័យមានឈ្មោះខេមវ៉ាន់ឌីភេទប្រុសអាយុ33ឆ្នាំមុខរបរជានគរបាលជាតិនៅភូមិបាក់ខែងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាចំណែកនារីរងគ្រោះមានអាយុ26ឆ្នាំស្នាក់នៅសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យវត្ថុតាងដកហូតរួមមានកាំភ្លើងមួយដើមគ្រាប់ចំនួន5រថយន្ត Mack Corolla ពណ៌ទឹកប្រាក់ស៊េរី1994ពាក់សាកលេខភ្នំពេញ 2W4327 និងទូរស័ព្ទមួយគ្រឿងប្រភពព័ត៌មានពីនារីរងគ្រោះបានបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះនឹងប្តីបានជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅដកក្រអៅឈូកនៅចំណុចកាត់ហេតុដោយប្តីបានឲ្យប្រពន្ធដែលជានារីរងគ្រោះនោះឈរចាំម៉ូតូចំណែកប្តីជាអ្នកចុះទៅដកក្រអៅឈូកមួយសន្ទុះក្រោយមកជនសង្ស័យបានជិះម៉ូតូមកឈប់ក្បែររបងរួចបានដើរសម្ដៅមកនារីរងគ្រោះដោយសួរថាប្តីទៅណាតែនារីរងគ្រោះមិនឆ្លើយតបទេរួចជនសង្ស័យក៏ពឹងឲ្យនារីរងគ្រោះជួយបង្វែរក្បាលទូកនៅក្បែរនោះតែនារីរងគ្រោះនៅតែបដិសេធហើយក៏ដើរចេញមកក្រៅរបងក៏ត្រូវជនសង្ស័យដកកាំភ្លើងភ្ជង់ដើមទ្រូងបង្ខំឲ្យនារីរងគ្រោះដោះសម្លៀកបំពាក់រួចចាប់រំលោភរហូតបានសម្រេចពេលនោះនារីរងគ្រោះក៏ប្រើល្បិចសុំលេខទូរស័ព្ទជនសង្ស័យដើម្បីទុកតាក់ទងគ្នាពេលក្រោយហើយជនសង្ស័យក៏ឲ្យលេខទូរស័ព្ទរួចក៏បានជិះម៉ូតូចេញទៅទិសខាងកើតបាត់ក្រោយមកនារីរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍គូរកាដោយសមត្ថកិច្ចបានសហការជាមួយនឹងជនរងគ្រោះប្រើល្បិចហៅជនសង្ស័យណាត់ជួបជនរងគ្រោះម្ដងទៀតនៅចំណុចផ្លូវបេតុងភូមិផ្សារលិចសង្កាត់ព្រៃភ្នៅលុះជនសង្ស័យមកដល់ឃើញសមត្ថកិច្ចក៏ព្យាយាមបើករថយន្តរត់គេចរហូតដល់ចំណុចវិមានឈ្នះក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្ដងបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកភ្នៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការឧបត្ថម្ភធំដោយ Solar and GPS Technology Cambodia យកចិត្តទុកដាក់បំផុតលើយានយន្តរបស់លោកអ្នក The La Chicken រសជាតិដើមពីកោះតៃវ៉ាន់មានតែមួយឆ្ងាញ់ជាប់ចិត្ត Legend Camp Resort បទពិសោធន៍ថ្មីនៃការស្នាក់នៅជាមួយធម្មជាតិ Palm Cafe មានទីតាំងនៅមុខមន្ទីរពេទ្យកាល់ម៉ែតក្រុមហ៊ុនដឹកជញ្ជូន Price Star Logistics ផ្ដល់សេវាកម្មដឹកជញ្ជូនជាតិអន្តរជាតិនិងជើងសាគរប្រកបដោយវិជ្ជាជីវៈខ្ពស់ព្រមទាំងទំនុកចិត្តនាំមុខគេនៅកម្ពុជាដោយ NPU